ជើងទៅជិតស្រេបមកមានស្អីមកខ្ញុំរត់មុនគេហើយសួស្ដីបងប្អូនអ្នកភូមិលោកមីងលោកតាលោកយាយខ្ញុំមកពីឆ្ងាយគឺជាគ្រូពេទ្យគ្នាព្រំដែនពេលចូលដល់ភូមិក្នុងចិត្តពួកខ្ញុំចម្លែកមែនតែនហេតុអីក្នុងភូមិក៏ស្ងាត់ម្ល៉េះមែនហើយពួកយើងមកទៅបងជុកមានឆ្ងល់អត់ភូមិប៉ុនណាណៃមានតែពួកយើង5នាក់គត់បងគ្នាព្រៃមើលចុះលេខ5ចេញមករហូតតើយើងស្រែកហៅតែពួកគេលឺគេនាំគ្នាមកបាត់មនុស្សទៅណាតើបាត់អ្នកភូមិទៅណាបាត់មនុស្សទៅណាតើបាត់អ្នកភូមិទៅណាចម្លែកអស្ចារ្យអីយ៉ាចម្លែកអស្ចារ្យបាត់មនុស្សទៅណាតើបាត់អ្នកភូមិទៅណាភូមិខ្ញុំវាលយអស្ចារ្យអ្នកណាក៏បាក់សក់ដែរភូមិខ្ញុំវាលយអស្ចារ្យអ្នកណាក៏បាក់សក់ដែរភូមិខ្ញុំវាលយអស្ចារ្យអ្នកណាក៏បាក់សក់ដែរភូមិខ្ញុំវាលយអស្ចារ្យណាស់តែយកមកក៏បាក់សក់ដែរឯងចូលឯងងំឯងមើលឯងមកឡងអាគ្រូពេទ្យពួកខ្ញុំគឺជាគ្រូពេទ្យសង្គ្រោះអ្នកក្រដល់ខែបាក់អង្គឲ្យថែមត្រីខអទីកំប៉ុងតើវាមានរឿងអីពួកខ្ញុំឆ្ងល់ណាស់សម្រាប់ឲ្យត្រង់ហើយអ្វីក៏ពូស្ងាត់ជើងបាពួកឯងនឹងជាក្រាក់ខ្ញុំផងចំកុំនិយាយបំភ័យខ្ញុំខ្ញុំមួយនាងបានខ្លាចទៅជាភូមិអត់មនុស្សបាត់ខ្លួនទាំងអង្គអ្នកភូមិពេលចាស់ទាំងកងស្រីភូមិនេះមានរឿងហេតុការណ៍កើតឡើងរៀងរាល់ថ្ងៃអ្នកភូមិប្រុសស្រីបើចង់ជួបក៏តែយំរឿងហ្នឹងគឺវាអញ្ចឹងបើលឺបើដឹងកុំមន់អីយើងនៅឲ្យស្ងាត់សំរើអារម្មណ៍នឹងស្មារតីមែនហើយយើងឆាប់នាំគ្នាចេញទៅទាន់នៅថ្ងៃបើហួសដល់យប់ពួកយើងទាំងអស់ច្បាស់ជាខ្សែបាត់មនុស្សទៅណាតើបាត់អ្នកភូមិទៅណាបាត់មនុស្សទៅណាតើបាត់អ្នកភូមិទៅណាចម្លែកអស្ចារ្យអីយ៉ាចម្លែកអស្ចារ្យបាត់មនុស្សទៅណាតើបាត់អ្នកភូមិទៅណាភូមិខ្ញុំវាលយអស្ចារ្យអ្នកណាក៏បាក់សក់ដែរភូមិខ្ញុំវាលយអស្ចារ្យអ្នកណាក៏បាក់សក់ដែរភូមិខ្ញុំវាលយអស្ចារ្យអ្នកណាក៏បាក់សក់ដែរភូមិខ្ញុំវាលយអស្ចារ្យណាស់តែយកមកក៏បាក់សក់ដែរឯងចូលឯងងំឯងមើលឯងមកឡងអាភូមិអត់មនុស្សចាប់បញ្ចាំងពីថ្ងៃទី3ខែតុលាឆ្នាំ2015នៅរោងភាពយន្តលុចរាជធានីភ្នំពេញនៅរោងភាពយន្តបារាយអណ្ដែតខេត្តសៀមរាបចាប់បញ្ចាំងពីថ្ងៃទី5ខែតុលាឆ្នាំ2015នៅរោងភាពយន្ត Platinum Cineplex រោងភាពយន្ត Major និងរោងភាពយន្ត Legend ទាំង3សាខានៃរាជធានីភ្នំពេញនិពន្ធដឹកនាំរឿងដោយលោកឌៀបសុវណ្ណារា